កម្លាំងសមត្ថកិច្ចចម្រុះឆែកឆេររថយន្តដឹកអ្នកដំណើរគ្រប់ប្រភេទដែលផ្ទុកមនុស្សច្រើនចូលមកក្នុងក្រុងភ្នំពេញការឆែកឆេរនេះធ្វើឡើងចំពេលដែលមានមន្ទិលសង្ស័យថាអាចជាយុទ្ធសាស្ត្រមួយរបស់រដ្ឋាភិបាលដើម្បីរារាំងមិនឲ្យពលរដ្ឋនៅតាមបណ្ដាខេត្តផ្សេងៗចូលរួមធ្វើមហាបាតកម្មអហិង្សាដែលរៀបចំដោយគណៈបកប្រឆាំងពលរដ្ឋម្នាក់សូមមិនបញ្ចេញឈ្មោះដែលឃើញហេតុការណ៍នេះឲ្យដឹងថាកម្លាំងនគរបាលនិងកងរាជអាវុធហត្ថប្រមាណ20នាក់ប្រដាប់ដោយអាវុធគ្រប់ដៃឈរឃ្លាំមើលរថយន្តដឹកអ្នកដំណើរគ្រប់ប្រភេទដែលធ្វើដំណើរតាមផ្លូវជាតិលេខ3ចូលមកក្រុងភ្នំពេញត្រង់ចំណុចផ្លូវកែងក្បែរវត្តស្លែងប្រពន្ធដដែលបញ្ជាក់ថាកម្លាំងចម្រុះទាំងនោះបានបញ្ជាឲ្យអ្នកដំណើរទាំងអស់ចុះពីរថយន្តបន្ទាប់មកឆែកឆេរក្នុងរថយន្តទាំងនោះឆែកឆេរទាំងកាបូបខោអាវរបស់អ្នកដំណើរនិងសួរនាំអ្នកដំណើរម្ដងម្នាក់ពីគោលដៅនិងបំណងដែលពួកគាត់ធ្វើដំណើរចូលមកក្រុងភ្នំពេញមិនឆែកធម្មតាទេគេឆែកតាំងពីធំតកណាធ្វើអ្វីវ៉ាន់ដែលមានបាលីមានស្អីឆែកទៅទាំងអស់អញ្ចឹងឆែកសពគ្រប់បែបយ៉ាងហើយបានគេឲ្យយើងចេញដំណើរទៅកម្មវិធីនេះគឺថាមើលទៅវាធ្វើឬថាខ្លាចបងប្អូនមកពីខាងខេត្តឆ្ងាយមកចូលរួមអញ្ចឹងណាគេធ្វើនេះធ្វើតាំងសម្បំហើយកម្លាំងដាក់មកកម្លាំងច្រើនមែនទែនគឺខ្លាចណាផ្លេនបាយណាពលរដ្ឋរូបនោះបញ្ជាក់ថាកម្លាំងសមត្ថកិច្ចចម្រុះមិនបានប្រាប់ពីគោលបំណងដែលឆែកឆេរនៅក្នុងរថយន្តទេប៉ុន្តែសកម្មភាពនេះត្រូវបានអ្នកដំណើរគ្រប់គ្នាសង្ស័យថាជាការឆែកឆេរនិងសួរនាំចង់ដឹងពីពលរដ្ឋដែលមានបំណងចង់ឡើងមកធ្វើមហាបាតកម្មមិនខុសគ្នាដែរពលរដ្ឋម្នាក់រស់នៅម្ដុំព្រែកភ្នៅឈ្មោះឈុនភឿនបញ្ជាក់ថាសមត្ថកិច្ចចម្រុះមាននគរបាលនិងកងរាជអាវុធហត្ថប្រមាណ20នាក់ក៏បានប្រចាំការឆែកឆេររថយន្តដឹកអ្នកដំណើរនៅចំណុចក្រោមស្ពានព្រែកភ្នៅតាមផ្លូវជាតិលេខ5ការឆែកឆេរនេះខុសប្លែកពីរាល់ដងហើយរូបភាពស្រដៀងគ្នានឹងការឆែកឆេរនៅតាមបណ្ដោយផ្លូវជាតិលេខ3ដែរលោកឈុនភឿនជឿថាការឆែកឆេររបស់កម្លាំងចម្រុះពេលនេះមិនមែនជាការឆែកឆេររកអាវុធជាតិផ្ទុះនោះទេប៉ុន្តែជាការឆែកឆេររារាំងពលរដ្ឋនៅតាមបណ្ដាខេត្តដែលចង់ចូលរួមធ្វើបាតកម្មជាមួយគណៈបកប្រឆាំងកម្លាំងចម្រុះត្រូវបានដាក់ពង្រាយនៅចំណុចសំខាន់ក្នុងក្រុងភ្នំពេញជាពិសេសនៅតាមផ្លូវជាតិចូលមកក្នុងក្រុងដូចជាផ្លូវជាតិលេខ3ផ្លូវជាតិលេខ4ផ្លូវជាតិលេខ5និងផ្លូវជាតិលេខ1ផ្លូវជាតិលេខ2ត្រង់រង្វង់មូលព្រះនរាយណ៍ក៏មានកម្លាំងចម្រុះប្រមាណជិត20នាក់ប្រចាំការខុសប្លែកសពដងដែរវិទ្យុអាស៊ីសេរីមិនអាចតាក់ទងលោកខៀវសុភ័ក្រអ្នកនាំពាក្យក្រសួងមហាផ្ទៃសួរនាំជុំវិញរឿងនេះបានទេនៅថ្ងៃទី5ខែកញ្ញាតែបើតាមការអះអាងពីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកខេងទីតូបញ្ជាក់ថាការឆែកឆេររថយន្តដឹកអ្នកដំណើរនេះគឺជាវិធានការឆែកឆេររកអាវុធដើម្បីការពារសន្តិសុខស្ថិរភាពសណ្ដាប់ធ្នាប់សាធារណៈក្នុងស្ថានភាពដែលមានការប្រមូលផ្ដុំគ្នារបស់ខាងគណៈបកមួយទៀតនោះបាទយើងឆែកឆេរក៏លោមានការបង្កប់អាវុធឬក៏លាក់អាវុធឬទូគ្រឿងអីយ៉ាងទេហើយការពារសន្តិសុខស្ថិរភាពរួមរយៈពេលសតិការដែលកំពុងតែស្ដៅនឹងបាទវាបាទមានខុសតទេបាទគាត់មានច្បាប់ធ្វើបាតកម្មត្រឹមត្រូវគាត់អញ្ចឹងយើងមានតែការពារគាត់បាទលោកបញ្ជាក់ថានេះជាវិធានការចាស់ប៉ុន្តែរឹតបន្តឹងបន្ថែមនៅពេលដែលមហាបាតកម្មខិតជិតមកដល់ហើយការឆែកឆេរនេះនឹងត្រូវធ្វើឡើងបន្តរហូតដល់រដ្ឋាភិបាលថ្មីបង្កើតឡើងបានអ្នកសម្របសម្រួលបណ្ដាញរួបរวมដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកលោកសនជ័យយល់ឃើញថាការរឹតបន្តឹងនេះធ្វើឲ្យប៉ះពាល់ខ្លាំងដល់សិទ្ធិសេរីភាពនៃការដើរហើររបស់ពលរដ្ឋលោកចង់ឲ្យអាជ្ញាធរមានសមត្ថកិច្ចបំពេញភារកិច្ចតាមវិជ្ជាជីវៈដោយឯករាជ្យពិសេសត្រូវធានាថាការងាររបស់កម្លាំងប្រដាប់អាវុធទាំងអស់ធ្វើដើម្បីប្រយោជន៍ជាតិជាធំហើយសកម្មភាពណារារាំងសិទ្ធិសេរីភាពពលរដ្ឋដែលធានាដោយច្បាប់ត្រូវបញ្ឈប់ជាបន្ទាន់នាងខ្ញុំទេពសារាវីវិទ្យុអាស៊ីសេរី